រឿងសត្វកុកនិងកូនអណ្ដើកកាលពីយូរលង់ណាស់មកហើយមានសត្វកុកមួយដែលរស់នៅក្បែរបឹងដ៏ស្រស់ស្អាតនៅក្នុងបឹងនោះផងដែរសម្បូរទៅដោយត្រីជាច្រើនដែលធ្វើឲ្យកុកវាបានស៊ីត្រីឆ្អែតជារៀងរាល់ថ្ងៃមួយសត្វកុកបានឃើញកូនអណ្ដើកតូចកំពុងតែលេងនៅតាមច្រាំងបឹងសត្វកុកនោះក៏បានសុខចិត្តលេងជាមួយកូនអណ្ដើកយ៉ាងសប្បាយពេលដែលក្តៅខ្លាំងកូនអណ្ដើកបានដើរទៅកាន់តាក់យ៉ាងញើតព្រោះរូបរាងរបស់វាធ្ងន់សត្វកុកឃើញដូច្នេះក៏បានគិតថានឹងជួយកូនអណ្ដើកសត្វកុកបានយកឈើមួយយ៉ាងមាំដើម្បីឲ្យកូនអណ្ដើកខាំឲ្យជាប់ហើយសត្វកុកនោះក៏បានទាញអណ្ដើកចូលទៅក្នុងបឹងវិញកូនអណ្ដើកពេលនោះដែរពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះគេមានមិត្តល្អដូចជាកុកចាប់ពីថ្ងៃនោះមកពួកគេទាំងពីរនាក់បានក្លាយទៅជាមិត្តល្អនឹងគ្នាហើយតែងតែជួយគ្នាទៅវិញទៅមកអត្ថន័យនៃរឿងនេះផងដែរបានបង្រៀនកុមារថាការចេះជួយគ្នាទៅវិញទៅមកនឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែល្អប្រសើរភាពឈ្លាសវៃអាចដោះស្រាយបញ្ហាបានគ្រប់បែបយ៉ាងនៅចំពោះមុខរបស់យើង